ឡាមគ្រឿងបានកលាប់ក្មេងស្រីម្នាក់បានសន្លប់បាត់ស្មារតីមនុស្សពេញវ័យ2នាក់បានរងរបួសក្បាលធ្ងន់ធ្ងរខ្ញុំចាំថាភ្លាមនោះប៉ាខ្ញុំលន់មាត់ថាប្រយ័ត្នរឿងបន្ទាប់ដែលខ្ញុំនៅចាំខ្ញុំបានភ្ញាក់ដឹងខ្លួនឃើញមុខខ្ញុំនៅផ្ទប់ជាប់នឹងកញ្ចក់ឡានពេញទំហឹងខ្ញុំកំពុងស្ថិតក្នុងសភាពតក់ស្លុតដោយសារខ្ញុំមានអារម្មណ៍ថាខ្ញុំជិតស្លាប់នៅក្នុងឡានខ្ញុំចាំថាពេលខ្ញុំងាកទៅខាងឆ្វេងខ្ញុំឃើញចែនកំពុងសន្លប់នៅលើកៅអីរបស់នាងថ្ងៃនោះបានចាប់ផ្ដើមដោយការអបអរចោះដែលបានប្រកួតបាល់បេសបលឈ្នះហើយចែនបានឡើងច្រៀងជាមួយក្រុមគាត់ជាលើកដំបូងក្នុងមហោស្រពក្នុងការធ្វើដំណើរត្រឡប់ទៅផ្ទះវិញតែមួយប្រពេចភ្នែកវាបានប្រែក្លាយជាថ្ងៃសោកសៅបំផុតរបស់ពួកគេគ្រោះថ្នាក់នេះបានកើតឡើងនៅតាមផ្លូវចម្ងាយមិនដល់1គីឡូម៉ែត្រពីផ្ទះរបស់គ្រួសារ Barrick គេបានប្រាប់ថាអ្នកបើកបរបានធ្វើដំណើរក្នុងល្បឿនជិត120គីឡូម៉ែត្រក្នុង1ម៉ោងហើយពួកគេមិនបានចាំថាក្រោយមកមានរឿងអ្វីកើតឡើងទេគ្រួសារទាំងមូលបានរងរបួសដែលគំរាមកំហែងជីវិតហើយគេបានប្រញាប់បញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ4កន្លែងផ្សេងគ្នាគេមិនរំពឹងថាចែននឹងអាចឆ្លងផុតយប់នោះទេ Jennifer មានរបួសប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរហើយវាបានរីករាលដាលពេញខួរក្បាលរបស់នាងក្នុងពេលប្រមាណខែនេះដែលគ្រួសារ Barrick មិនអាចមើលថែខ្លួនឯងបានសាច់ញាតិនិងមិត្តភ័ក្តិបានយកអាសាពួកគេនិងហុំព័ទ្ធពួកគេដោយអំណាចនៃការអធិដ្ឋានពួកគេបានរៀបរាប់ថាដើម្បីគ្រប់គ្រងស្ថានភាពនេះពួកគេត្រូវប្រកាន់ខ្ជាប់សេចក្តីសង្ឃឹមនិងទប់កំហឹងក្រុមវិជ្ជបណ្ឌិតបានរំពឹងតតែសោះថាចែននឹងជាសះស្បើយនាងសន្លប់បាត់ស្មារតីអស់5សប្តាហ៍ហើយម្ដាយនាងថាពួកគាត់បាក់ទឹកចិត្តពេលដែលនាងមិនដឹងខ្លួនក្នុងរយៈពេលនោះទីបំផុតនៅពេលដែលចែនបានភ្ញាក់ដឹងខ្លួនមនុស្សជាទីស្រឡាញ់របស់នាងនិយាយថានាងច្រៀងបទចម្រៀងដំណឹងល្អនិងសូត្រសេចក្តីអធិដ្ឋានបានច្បាស់ដោយការនាងមិនទាន់ជួបគ្រោះថ្នាក់ Thank you for everything ខ្ញុំសូមអរគុណព្រះអង្គសម្រាប់អ្វីគ្រប់យ៉ាងដែលព្រះអង្គកំពុងតែធ្វើខ្ញុំគ្រាន់តែត្រូវរំលឹកខ្លួនឯងជានិច្ចថាផែនការរបស់ព្រះអង្គល្អឥតខ្ចោះហើយព្រះអង្គអាចហើយខ្ញុំជឿថាព្រះអង្គនឹងប្រោសខ្ញុំឲ្យជាតាមពេលវេលារបស់ព្រះអង្គខ្ញុំចង់មានន័យថាប្រហែលមិនដល់1ឆ្នាំទៀតឬអាចយូរជាងនេះឬអាចកើតឡើងនៅថ្ងៃនេះខ្ញុំមានជំនឿលើព្រះអង្គម្ចាស់ពេលណាយើងរួចពីសេចក្តីស្លាប់ដូចនៅក្នុងរឿងនេះនោះយើងនឹងដឹងថាព្រះអង្គទ្រង់មានផែនការដែលយើងនឹកស្មានមិនដល់ទេនាងបានដើរចុះឡើងក្នុងផ្ទះបាយហើយនិយាយម្ដងហើយម្ដងទៀតថាខ្ញុំនឹងចេញទៅធ្វើពន្ធកិច្ចជាមួយនឹងមនុស្សជុំវិញពិភពលោកពន្ធកិច្ចរបស់យើងក៏បានកើតចេញពីសោកនាដកម្មរបស់យើងមានលទ្ធភាពចេញទៅចែកចាយសេចក្តីជំនឿទៅកាន់មនុស្សគ្រប់ប្រភេទហើយបើសិនជាគ្រោះថ្នាក់ចរាចរណ៍នោះមិនបានកើតឡើងទេយើងក៏មិនអាចមានឱកាសធ្វើពន្ធកិច្ចទាំងអស់នេះដែរព្រះទ្រង់បានប្រទានកម្លាំងដល់ Jane ឲ្យអាចឡើងចែកចាយលើឆាកដែលកាលពីមុននាងមិនអាចធ្វើបានទេនាងនិយាយខ្លីទៅគឺមានបុគ្គលិកលក្ខណៈថ្មីស្រឡាញ់តែម្ដងនាងមានគោលបំណងថ្មីទាំងស្រុងក្នុងជីវិតរបស់នាងហើយមុននាងមានគ្រោះថ្នាក់នាងមិនមានលក្ខណៈដូចនេះនោះទេព្រះអង្គបានប្រទានឲ្យខ្ញុំនៅសន្តិភាពដ៏ប្រសើរហើយព្រះអង្គពិតជាបានជួយខ្ញុំឲ្យដឹងថាJen កូនមិនប្រឈមមុខដាក់រឿងនេះតែម្នាក់ឯងទេហើយបិតាបានបើកជំហរទ្វារឲ្យកូនបានធ្វើការបម្រើព្រះហើយបិតានឹងផ្គត់ផ្គង់កូនព្រះអង្គសពប្រហែលតីឲ្យយើងស្រឡាញ់មនុស្សទាំងអស់ស្រឡាញ់អ្នកដទៃហើយស្រឡាញ់ព្រះអង្គ